កន្លែងដែលខ្ញុំកំពុងទៅឈរនេះគឺជាទីក្រុងតូចមួយដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសបារាំងនៅក្នុងតំបន់ Provence Alpes Côte d'Azur ដែលទីក្រុងមួយនេះមានឈ្មោះថា Sanary-sur-Mer បើយើងកន្លែងទៅមើលទឹកសមុទ្រវិញមានផ្ទៃខៀវស្ងាត់តែម្ដងដោយសារតែមេឃស្រឡះល្អថ្ងៃនេះវាពណ៌ទឹកសមុទ្រហ្នឹងវាទៅតាមពណ៌ផ្ទៃមេឃហ្នឹងហើយមានច្រាំងថ្មចោតមើលទៅជាមួយនឹងទឹកកន្លកបក់មកហ្នឹងវាស្អាតខ្លាំងអញ្ចឹងណាហើយអីដែលសំខាន់មួយទៀតហ្នឹងថ្ងៃហ្នឹងវាអត់សូវមានខ្យល់ខ្លាំងអញ្ចឹងណានេះហើយដល់ពេលទៅវាធ្វើឲ្យរលកហ្នឹងវាអត់សូវខ្លាំងទេអញ្ចឹងវាឲ្យឃើញផ្ទៃទឹកហើយនឹងបរិយាកាសមើលទៅដូចវាស្ងប់ស្ងាត់ណាអញ្ចឹងមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងមែនតើហើយមួយវិញទៀតមានពលឺថ្ងៃហ្នឹងវាចាំងមកលើផ្ទៃសមុទ្រហ្នឹងវាធ្វើឲ្យផ្ទៃសមុទ្រហ្នឹងមានពណ៌ផ្លេកមើលទៅមានអារម្មណ៍ថាស្រស់ស្អាតខ្លាំងមែនតើមានអារម្មណ៍ថាដូច relax មានអារម្មណ៍ថាបានធូរស្បើយ relax ខ្លាំងមែនតើអញ្ចឹងដល់ពេលបានមកដល់កន្លែងហ្នឹងហើយបន្ទាប់ពីខ្ញុំដើរមកមុខទៀតមកខ្ញុំដើរដល់កន្លែងគេចតទូកអញ្ចឹងណាហើយកំពង់ផែគេហៅហ្នឹងហើយកំពង់ផែចតទូកហ្នឹងហើយហ្នឹងហើយនេះដើរមួយពូម៉ាក់ខ្ញុំអញ្ចឹងណាហើយយើងដើរបន្តដំណើរទៅមុខទៀតមកយើងឃើញទូកស្អាតខ្លាំងមែនតើទូកចម្រុះពណ៌អញ្ចឹងណាសិតតែទូកទេសចរទូកឯកជនគេចតទុកនៅហ្នឹងហើយនិយាយទៅនៅទីក្រុងនេះគឺវាល្បីដោយសារមានចំណតទូកនឹងវាស្អាតអញ្ចឹងមានកំពង់ផែស្អាតបន្ទាប់ពីដើរចូលកន្លែងភូមិដែលមានទូកមានអីហ្នឹងមកខ្ញុំក៏បន្តដំណើរទៅមុខទៀតមើលតាមផ្ទះតាមជើងភ្នំអីចឹងណាហ្នឹងហើយក៏និយាយទៅថ្ងៃហ្នឹងក៏បញ្ចប់តែប៉ុណ្្នឹងទៅមើលថ្ងៃលិចមើលអីហើយនិយាយទៅស្អាតខ្លាំងមែនតើហ្នឹងហើយអរគុណច្រើនសម្រាប់តាមដានវីដេអូ